រោងចក្រកែច្នៃដំណាប់ស្វាយមួយកន្លែងនៅបៃលិនបញ្ចេញសំណល់រាវប៉ះពាល់ដល់ប្រភពទឹកសាធារណៈរោងចក្រកែច្នៃដំណាប់ស្វាយមួយកន្លែងនៅក្នុងខេត្តបៃលិនបានបញ្ចេញនូវសំណល់រាវប៉ះពាល់ធ្ងន់ធ្ងរដល់ប្រភពទឹកសាធារណៈបន្ទាប់ពីរកឃើញកំហុសឆ្គងមិនអនុលោមទៅតាមច្បាប់ស្តីពីបរិស្ថានរបស់រោងចក្រនេះមន្ត្រីជំនាញនៃមន្ទីរបរិស្ថានខេត្តបានចោះទៅចាត់វិធានការតាមច្បាប់ស្តីពីបរិស្ថានផងដែររោងចក្រកែច្នៃដំណាប់ស្វាយដែលបញ្ចេញសំណល់រាវកខ្វក់ប៉ះពាល់ដល់ទឹកសាធារណៈនេះស្ថិតនៅក្នុងភូមិអូរ៉ូអិលឃុំស្ទឹងកាច់ស្រុកសាឡាក្រៅខេត្តបៃលិនជារោងចក្ររបស់ក្រុមហ៊ុនកាំងសិនឡុងហ្វូតសំណល់រាវដែលបញ្ចេញពីរោងចក្រនេះត្រូវបានគេរកឃើញថាមានសភាពល្អក់មានក្លិនជូរផ្អូមខ្លាំងចេញតាមលូរបស់រោងចក្រទៅក្នុងប្រភពលូទឹកសាធារណៈដែលបង្កឲ្យត្រីនៅក្នុងអូរធម្មជាតិងាប់កាកសំណល់រាវនេះបានបណ្ដាលឲ្យប្រជាពលរដ្ឋទទួលរងនូវផលប៉ះពាល់ខ្វះខាតទឹកប្រើប្រាស់ដើម្បីឆ្លើយតបចំពោះការប្រព្រឹត្តជាក់ស្ដែងរបស់ក្រុមហ៊ុនកាំងសិនឡុងហ្វូតក្រុមការងារបានធ្វើការណែនាំក្រុមហ៊ុនបញ្ឈប់ការបញ្ចេញសំណល់រាវចូលទៅក្នុងប្រភពទឹកសាធារណៈដោយមិនបានឆ្លងកាត់ការធ្វើប្រតិកម្មត្រឹមត្រូវតាមបច្ចេកទេសទោះក្នុងរូបភាពឬគោលបំណងណាក៏ដោយ